ដើម្បីគិតអំពីឥរិយាបថរបស់ព្រះមហាក្សត្រយានីឈុនយានគ្រប់គ្រងវិមានសម្រាប់ហ្វូជីននៅគ្រានោះប្រសិនបើម្ចាស់ក្ត្រីឈុនយាននៅតែមាននៅថ្ងៃនេះវិមាននឹងមានបរិយាកាសថ្មីតើអ្នកបានហឺតកំណាព្យរបស់អធិរាជ Harry វិញទេចាប់តាំងពីសេនហ៊ួនបានវិលត្រឡប់មកវិមានវិញឆ្មាពណ៌ទឹកក្រូចមិនដែលហ៊ាននិយាយពីឈុនយានម្ដងទៀតទេបន្ទាប់ពីសេនហ៊ួនបានដឹងអំពីការប្រើប្រាស់គាត់ជំនួសគាត់ពីមុនគាត់បានចាក់ចេញដោយផ្ទាល់អស់រយៈពេល3ឆ្នាំឥឡូវខ្ញុំទទួលបានគាត់មកវិញគាត់មិនចង់ញឹមម្ដងទៀតទេហើយគាត់មិនបាននិយាយអំពីវាទេតួលេខនេះនិយាយដោយខ្លួនឯងជីនស៊ីចូលក្នុងវិមានមុនកាលកំណត់នៅពេលបម្រើដោយភាគីរបស់ប្រពន្ធចុងខ្ញុំច្រើនតែនិយាយអំពីសេចក្តីសប្បុរសរបស់គ្រូរបស់ម្ចាស់ក្ត្រីជុនយាននិយាយអ្វីដែលខុសនិងស្រស់ស្អាតប្រសិនបើម្ចាស់ក្ត្រីឈុនយាននៅតែមាននៅថ្ងៃនេះដូច្នេះតើនឹងមានអ្វីកើតឡើងចំពោះបញ្ហារបស់ស៊ូប៉េសៀងជុនយានគឺជាអត្តតើអ្នកត្រូវការផ្លាស់ទីនៅទីណាចាប់តាំងពីគាត់ល្អណាស់បន្ទាប់មកខ្ញុំក៏នឹងជិះលើអាវធំរបស់មនុស្សម្នាក់ដែរភាពសាហាវនៃពន្លឺព្រះច័ន្ទពណ៌ស្ពិតជាអស្ចារ្យណាស់ខ្ញុំទើបតែនិយាយពីគាត់ភ្នែករបស់ឆ្មាពណ៌ទឹកក្រូចបានផ្លាស់ប្ដូរជុនយាននៅតែមានប្រពន្ធចង់ក្លាយជាមហាក្សត្រីថ្ងៃនេះបងស្រីរបស់ម្ចាស់ក្ត្រីជុនយាននិស័យរបស់គ្នាទៅវិញទៅមកគឺមានលក្ខណៈធម្មជាតិទោះបីជាព្រះចៅអធិរាជចង់ដាក់ទុនកម្មវិមានសម្រាប់ជិនស៊ីនិងស៊ូប៉េសេងក៏ដោយប្រហែលជាមិនបានសម្លាប់ពួកគេទេសេនហ៊ួនពិតជាបានរៀនសូត្រយ៉ាងច្រើននៅក្នុងប្រាសាទគូលូមិនត្រឹមតែសិល្បៈតែត្រូវបានរៀនពេញលេញប៉ុណ្ណោះទេគាត់ក៏បានរៀនពាក់មួកកំពូលសម្រាប់មហាក្សត្រីនេះធ្វើឲ្យឆ្មាពណ៌ទឹកក្រូចរងួនក្បាលយ៉ាងប្រញាប់ចង្កៀងចាស់នោះមិនអាចប្រៀបធៀបទៅនឹងប្រាក់យន្តសុទ្ធបានទេតើអ៊ីស៊ីអាចត្រូវបានប្រៀបធៀបជាមួយខ្លឹមសារសុទ្ធយ៉ាងដូចម្តេចខុនខបាញ់យួនមានពាក្យថាពិតឥឡូវមានប្រពន្ធចុង2នាក់នៅក្នុងវិមានដែលមានផ្ទៃពោះតើអ្នកអាចមើលឃើញរឿងស្លាប់និងស្លាប់បែបនេះនៅទីណាទោះបីជាមានការពិន័យក៏ដោយវាគួរតែត្រូវបានពន្យាពេលសេនហ៊ួននិងហ៊ួនប៊ីបានហឺតរឿងនេះស្នាមញញឹមបានលេចឡើងភ្លាមនៅលើមុខរបស់គាត់ស្ដាប់ឆ្មាពណ៌ទឹកក្រូចវាមានន័យថាទុកជីនស៊ីនិងស៊ូប៉េសេងនៅមុខក្មួយប្រុសច្បងប្រកាសណាស់ពន្លឺព្រះច័ន្ទពណ៌ស្ដែងងាប់គឺវាងជៀនខ្ញុំគិតថាម្ចាស់ក្ត្រីមិនដែលសុបិនថាប្អូនស្រីរបស់គាត់បានស្លាប់ទេខ្ញុំក៏អាចចាក់គាត់នៅខាងក្រោយហើយនៅពេលខ្ញុំបដូរដៃខ្ញុំឃើញថាឆ្មាពណ៌ទឹកក្រូចបានលេងហើយចាប់ផ្ដើមលេងភ្លាមព្រះចៅអធិរាជគ្រាន់តែសួរម្ចាស់តូចថាហេតុអ្វីបានជាគាត់បិទក្បាលនៅពេលនេះវាសនាគឺជាគ្រោះថ្នាក់នៅជីនស៊ីដោយហេតុផលម្ចាស់តូចខឹងនឹងសោកសៅខ្ញុំមិនបានគេងលក់ស្រួលទេរយៈពេល2ថ្ងៃច្របាច់មាត់របស់អ្នកហើយឃើញអ្នកផ្លាស់ប្ដូរដៃរបស់អ្នកហើយចាប់ផ្ដើមធ្វើសកម្មភាពសេនហ៊ួនបានបញ្ឈប់គាត់ភ្លាមគាត់ទើបតែនិយាយពីពន្លឺព្រះច័ន្ទពណ៌របស់ឆ្មាពណ៌ទឹកក្រូចដែលគ្រប់គ្រាន់សម្រាប់តែបៃតងឥឡូវនេះការផ្លាស់ប្ដូរដៃនិងការបន្ថែមរឿងល្ខោនគឺនាំឲ្យសុទ្ធសាធព្រះករុណាសូមគុំស្ដាប់សៀវភៅវឹកវរប្រពន្ធចុងគឺល្អហើយគេងលក់ស្រួលតើអ្នកនៅតែកុហកខ្ញុំទេខ្ញុំអាចប្រាប់ពីស្នាមជុំរបស់អ្នកថាអ្នកមិនត្រូវគេងលក់ស្រួលទេហើយមិនអាចគិតពីវាបានទេនោះគឺជាទឹកមាត់ខ្មៅដែលខ្ញុំបានលាបពណ៌យ៉ាងពិសេសការតុបតែងនេះកំពុងមាននានាការតាមអ៊ីនធឺណិតឥឡូវនេះចាប់តាំងពីអ្នកគិតថាខ្ញុំគេងមិនលក់ស្រួលបន្ទាប់មកខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកទោះយ៉ាងណាពេងតែបៃតងរបស់ខ្ញុំត្រូវបានប្រទានពរដោយក្មួយប្រុសច្បងរបស់អ្នកធានាថាមានរសជាតិឆ្ងាញ់គ្មានទីបញ្ចប់ខ្ញុំបានយកស៊ុបមួយហើយចង់យកស៊ុបទី2យឺតអ្នកកំពុងសម្របសម្រួលដោយងឹតតងល់អ្នកត្រូវតែឈប់ជឿហើយកុំប្រាប់ការពិតអ្នកមានសំណាងណាស់ដែលប្រពន្ធចុងអាចបម្រើធារីចម្ដងទៀតហេតុអ្វីមិនទទួលរងនៅការសោកសៅខ្លះវាទាំងអស់ចុះមកនេះរឿងតែមួយគត់ដែលខ្ញុំតែងតែស្រឡាញ់មិនមែនជាមហាក្សត្រីទេតែជាម្ចាស់នៃវិមានប្រសិនបើគាត់ពិតជាចង់ដោះស្រាយវាប្រពន្ធចុងមិនអាចធ្វើអ្វីបានទេត្រូវតែគោរពតាមក្លិនតែនៅហ៊ួនគឺធ្ងន់ជាងមុនប៉ុន្តែឆ្មាពណ៌ទឹកក្រូចគឺល្អជាមួយខំនេះឃើញហ៊ួនធ្វើខុសបាឆ្មាពណ៌ទឹកក្រូចភ្លាមខឹងយ៉ាងខ្លាំងទោះបីជាវិមានត្រូវបានគ្រប់គ្រងដោយមហាក្សត្រីក៏ដោយប៉ុន្តែពិភពលោកទាំងមូលជាកម្មសិទ្ធិរបស់គាត់ហើយគាត់អាចធ្វើអ្វីដែលគាត់ចង់បានបើព្រះចៅអធិរាជចង់បន្ទោសប្រពន្ធចុងដែលមិនបានដាក់វិន័យកម្មករឲ្យបានល្អរឿងប្រភេទនេះបានកើតឡើងពីរាជវង្សរហូតដល់រាជវង្សរហូតដល់ខ្ញុំមកដល់ទីនេះអាមាដំបងនៃភូមិទី1បានបើកពិភពលោកទោះបីជាមិនមែនជាបុរសក៏ដោយតែងតែមាននរណាម្នាក់ហេតុអ្វីបានជារឿងនេះបំភ្លេចបំផ្លាញឆ្មាពណ៌ទឹកក្រូចពិតជាអុកញ៉ាសាកោវិទ្យាល័យខ្ញុំទើបតែបានរៀនវានៅឌួនហ្វីកាពីម្សិលមិញថ្ងៃនេះខ្ញុំអាចរៀននិងប្រើវាដើម្បីលួងលោមសេនហ៊ួននិងយ៉ានខ្ញុំសង្ស័យថាគាត់ធ្លាប់អានដើម្បីវាទៅលើក្មេងស្រីបើមិនដូច្នោះទេតើប៉ាងហ៊ូអាចចាប់អារម្មណ៍យ៉ាងដូចម្តេចគាត់ក៏បានរៀនកំណាព្យឲ្យពិសេសសម្រាប់គាត់ហើយសេនហ៊ួនឃើញថាឆ្មាពណ៌ទឹកក្រូចត្រូវបានបង្កើតឡើងរួចហើយធ្វើតាមពាក្យរបស់គាត់ភ្លាមខ្ញុំខ្លាចគាត់នឹងភ្ញាក់ឡើងនៅថ្ងៃស្អែកហើយសោកស្ដាយតាមពិតបញ្ហានេះតែងតែស្ថិតនៅក្នុងជញ្ជាំងវិមានគ្រាន់តែបិទបាំងអតីតកាលបន្តិចប្រសិនបើការផ្សព្វផ្សាយឈានដល់ត្រចៀករបស់ជេនមីនហើយវាមិនមែនជារឿងលេងសើចទេហើយស៊ូភីសេងបានបម្រើអធិរាជតាំងពីកុមារភាពនៅពេលយើងដើរលេងទាំងយប់ទាំងថ្ងៃខ្ញុំខ្លាចថាមានប្រពន្ធចុងច្រើនជាងប្រពន្ធចុងនោះជាល្បែងយុទ្ធធម៌ចិត្តណាដើមរបស់សេនហ៊ួនគឺដើម្បីរំលឹកឆ្មាពណ៌ទឹកក្រូចឲ្យគាត់គិតអំពីចិត្តល្អរបស់សូហ្វីវិធីនេះគាត់អាចប្រើវាបានល្អប្រសើរសម្រាប់ខ្លួនគាត់បន្ទាប់ពីគាត់ត្រូវបានដោះលែងប៉ុន្តែឆ្មាពណ៌ទឹកក្រូចគិតថាគាត់ច្រណែនអ្វីដែលត្រូវចុះសម្រុងជាមួយស្ដាប់ទៅដូចជាការច្រណែនវាពិតជាលំបាកណាស់សម្រាប់ស្ត្រីនិងមនុស្សអាក្រក់ក្នុងការចិញ្ចឹមហ៊ួនគឺជាស្ត្រីមានមនុស្សអាក្រក់នៅក្នុងពោះព្រះចៅអធិរាជពិបាកចិញ្ចឹមបន្ទាប់មកគុំលើកវាតើខ្ញុំអាចបោះបង់ចោលនៅទីណាការសម្ដែងកម្រិតសៀវភៅរបស់សេនហ៊ួនបានតាក់ទាញឆ្មាពណ៌ទឹកក្រូចឲ្យទៅជាងឿងឆ្ងល់ហើយនេះគឺជាព័ត៌មានលម្អិតដែលត្រូវតែជ្រើសរើសចាប់តាំងពីសេនហ៊ួនបានវិលត្រឡប់មកវិមានវិញដរាបណាអ្នកប្រាប់ពីក្តីស្រឡាញ់របស់អ្នកចំពោះឆ្មាពណ៌ទឹកក្រូចអ្នកត្រូវតែមានភ្នែកធ្លាក់ចុះខ្ញុំគិតថាគាត់ក៏ខ្លាចឈុតសើចមុនពេលក្រឡេកមើលទៅក្រោមដីជីនស៊ីអធិរាជទើបតែមកដល់អធិរាជបាននិយាយថាអធិរាជគឺល្អគ្រាន់តែត្រឡប់មកវិញមានតែការបង់ប្រាក់ប្រចាំខែតែ1ឆ្នាំប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាការដាក់ទុនកម្មខ្ញុំចង់សុខសប្បាយប្រកាសណាស់អ្នកកាន់តែចាស់អ្នកកាន់តែថ្លៃវានឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នេះជាការពិតទាំងនៅក្នុងវិមាននិងការពិត
ម្យ៉ាងវិញទៀតសូហ្វីក៏ត្រឡប់មកធ្វើការវិញដោយជោគជ័យនៅក្បែរឆ្មាពណ៌ទឹកក្រូចធំមិត្តចាស់ពីរនាក់ជួបគ្នាឆ្មាពណ៌ទឹកក្រូចមានឥរិយាបថធម្មតាយ៉ាងណាមិញគាត់គឺជាអ្នកដឹកនាំប៉ុន្តែសូហ្វីត្រូវបានបំពេញដោយអារម្មណ៍ទេសកលលើស៊ូប៉ីការសួរសុខទុក្ខដល់អធិរាជវ៉នវីជេណិនខ្ញុំនៅទីនេះទេសកលសូមអរគុណអធិរាជវាពិបាកក្នុងការតបស្នងសងគុណរបស់អធិរាជកុំយឺតពេលម្ដងទៀតវានឹងមិនកើតឡើងទេហើយនៅទីនេះសូហ្វីនៅក្បែរបុរសដែលគួរឲ្យស្រឡាញ់បំផុតរបស់នាងសូមបើកភ្នែកហើយរៀនពីរបៀបស្វែងរកមិត្តប្រុសរបស់មីងម្នាក់ដែលជាអធិរាជទេសកលនិងជីនស៊ីបានស្គាល់គ្នាជាយូរមកហើយមិត្តម្ដងទៀតទេសកលកាន់តែចាស់ទៅបុរសដែលចាក់សម្លាប់មិនមានកូននិងគ្មានក្មេងស្រីទេហើយគ្មាននរណាម្នាក់សមនឹងទទួលបានការបញ្ជូនទេទេសកលគ្រាន់តែចង់នៅជាមួយជីនស៊ីតែគូ9នាក់មីនីរបស់អធិរាជគឺធ្ងន់ធ្ងរយោពមគ្រាន់តែធ្វើពុតខ្ញុំមិនដែលនិយាយបែបនោះទេខ្ញុំមិនបានហេតុអ្វីដែលអ្នកនិយាយទេអ្នកអាចធ្វើវាដោយខ្លួនឯងខ្ញុំបម្រើអរគុណដល់អធិរាជចំពោះសេចក្តីសប្បុរសដ៏អស្ចារ្យរបស់គាត់សូហ្វីគឺជាមនុស្សតែម្នាក់គត់នៅក្នុងកម្មវិធីនេះដែលធ្វើឲ្យឆ្មាពណ៌ទឹកក្រូចយកជីវិតរបស់វាមកវិញសូម្បីតែសេនហួនដែលជាទីស្រឡាញ់បំផុតក៏មិនអាចផ្លាស់ប្ដូរជោគវាសនានៃការនិរទេសគ្រួសាររបស់នាងទៅនីកូថាដែរហើយសូហ្វីបានបង្វែរភ្នែកខ្វាក់ទៅឆ្មាពណ៌ទឹកក្រូចដោយប្រើពាក្យពីរបីម៉ាត់គេអាចមើលឃើញថាគ្មាននរណាអាចបង្កឲ្យមានការខឹងពីស៊ីពីចឹងឡើយហើយព្រះមហាក្សត្រយានីបានចង្អុលកាំភ្លើងដាក់គាត់នៅពេលនេះហើយបញ្ចប់ខ្ញុំក៏មិនយកវាដែរការសួរសុខទុក្ខដល់ចៅហ្វាយនីតូចអធិរាជទើបតែភ្ញាក់ឡើងសូមជម្រាបសួរចៅហ្វាយនីតូចនៅពេលក្រោយអធិរាជផ្កាថ្មនៅទីនេះកំពុងរីកដុះដាលត្រឹមត្រូវប្រពន្ធចុងនៅទីនេះដើម្បីរីករាយនឹងផ្កាសូមឲ្យអារម្មណ៍មិនបារម្ភចាប់តាំងពីគាត់បានក្លាយជាប្រធានអន្តេវាសិកដ្ឋានសម្បុរនេះល្អជាងមុនខ្ញុំមិនអាចមើលឃើញពន្លឺចាស់នោះរាល់ថ្ងៃទេមិននិយាយពីរបៀបដែលជីវិតរលូនឆ្លងកាត់សំបីតែភាពវង្វេងស្មារតីនៃការក្រោកពីព្រលឹមហើយនិយាយថាជម្រាបសួរគឺមានលក្ខណៈវិជ្ជមានច្រើនហើយព្រះមហាក្សត្រយានីទើបតែដោះលែងគោលីវកាលពីយប់មិញចាប់ផ្ដើមចូលគេងយុទ្ធសាស្ត្រនៅថ្ងៃនេះខ្ញុំគ្រាន់តែចង់ឲ្យគោលីវមានកីឡាគ្រីឃីតពេលវេលាល្អសេនហ៊ូនកំពុងបង្កើតសម្លេងរំខានជាច្រើនវាអាស្រ័យលើរបៀបដែលស៊ីហ្វេហ្វីអាចសម្អាតមុខរបស់នាងខ្ញុំបានបាត់បង់វានៅលើវិមានប្រសិនបើខ្ញុំជាគាត់ខ្ញុំនឹងលាក់ខ្លួនជាមួយម្ចាស់និងអ្នកបម្រើកុំចាក់ចេញពីខ្លោងទ្វារវិមានយ៉ងស៊ូម្ដងទៀតក្មេងនេះល្ងងណាស់វាចាប់ផ្ដើមជ្រឹបភ្លាមនៅពេលវាត្រូវបានដោះលែងខ្ញុំមានអារម្មណ៍ល្អដែលបាននៅទីនេះដោយមិនដឹងថាខ្ញុំត្រូវបានគេប្រើជាខ្មាន់កាំភ្លើងប្រសិនបើមហាក្សត្រីមានទាហានម្នាក់ទៀតនៅក្នុងដៃរបស់នាងកុំនិយាយអ្វីទាំងអស់សូមប្រើផ្លែលឹកដែលកង់របស់គាត់នឹងជូជូហើយចិត្តខ្ញុំប្រឆាំងនឹងគាត់បន្ទាប់ពីឮសំឡេងរបស់គាត់មុខត្រូវបានកន្តាក់ដោយផ្ទាល់សូម្បីតែនិយាយថាសួស្ដីគ្រាន់តែជាកន្លែងអង្គុយប៉ុណ្ណោះខ្ញុំពិតជារំខានណាស់ហេតុអ្វីបានជាខ្ញុំឃើញចង្កៀងចាស់របស់គាត់ម្ដងទៀតប្រសិនបើខ្ញុំបានដឹងខ្ញុំនឹងមិនមកឆាប់ទេជូជីនហ៊ីគឺជាមនុស្សទុកចិត្តរបស់គាត់ប្រហែលជាគាត់បានប្រើរឿងនេះដើម្បីលួងលោមអធិរាជខ្លួនឯងវាគ្រាន់តែថាទារោគបានរក្សាទុកវាសម្រាប់គាត់ខ្ញុំបានរកឃើញថាអ្នកពូកែណាស់ពីមួយថ្ងៃទៅមួយថ្ងៃអ្នកនឹងដឹងថាមានអ្វីកើតឡើងកាលពីម្សិលមិញតើអ្នកអាចធ្វើអ្វីផ្សេងទៀតជាមួយពេលនេះទេសម្លឹងមើលរលឹកនោះរាល់ថ្ងៃហេតុអ្វីបានជាអ្នកមិនបរិភោគវាបុរសល្អសេនហ៊ូនស្រាប់តែញើបពីខាងក្រោយគ្រាន់តែចាប់ពួកគេត្រឹមត្រូវខ្ញុំមិនដឹងថាហ្គាលីវកំពុងមានអារម្មណ៍យ៉ាងណាទេលើនេះឆ្នាំងចុងក្រោយនៃស៊ុបស្រូវត្នោតបានធ្វើឲ្យគាត់អស់រយៈពេល3ខែលើកនេះសេនហ៊ូនបានឃើញគាត់ធ្វើឲ្យលឹកខឹងតើគាត់ត្រូវត្រឡប់ទៅមុនពេលរំដោះអធិរាជស៊ីហ្វីតើគូលីវរស់នៅកម្រិតយ៉ាងដូចម្ដេចជាមួយនឹងរូបរាងដ៏គួរឲ្យអស់សំណើចបែបនេះអ្នកដែលត្រូវគេវាយគឺចរិតល្អរបស់សេនហ៊ូនប្រសិនបើគាត់បានផ្លាស់ប្ដូរទៅជាហ្វាតហ៊ូគាត់នឹងទទួលបានរង្វាន់ពណ៌ក្រហមច្រើនខ្ញុំនៅតែអាចធ្វើឲ្យគាត់លោតនៅទីនេះហើយបេដងនៅចំហៀងបានឃើញប្រធានក្រុមកំពុងមកទឹកមុខរបស់គាត់ឈប់សម្រេចកម្មដោយខ្លួនហើយភ្នែកតូចរបស់គាត់ស្ទើរតែមិនបានប្រាប់ប្រធានក្រុមសេនហ៊ូនថាប្រធានក្រុមសេនហ៊ូនគឺជាគាត់វាគឺជាគូលីវដែលនៅទីនេះដើម្បីហៅអ្នកគួរតែផ្ដល់ឲ្យពួកគេនៅផ្ទះកំភ្លៀងទាំងពីរប្រសិនបើវាមិនស្រួលសម្រាប់អ្នកក្នុងការធ្វើវាខ្ញុំក៏អាចគាំទ្រវាសម្រាប់អ្នកដែរខ្ញុំមិនបានអបអរសាទរចំពោះបរិសុទ្ធដ៏ថ្លៃថ្នូររបស់គាត់ដែលត្រូវបានដោះលែងខ្ញុំច្បាស់ជាធុញទ្រាន់ណាស់ពេលជិះអភិជនចូលក្នុងត្រកូលពេលអ្នកចេញមកអ្នកវីចូលទៅក្នុងហ្វូងមនុស្សការរីកចម្រើនហេតុអ្វីបានជាអ្នកមិនស្នែងខ្ញុំមិនបានប្រកូលស្នែងទេឥឡូវនេះហេតុអ្វីបានជាអ្នកទាំង3មិននិយាយភ្លាមពេលខ្ញុំមកទីនេះមើលទៅដូចជាអ្នកមិនមានសុខគ្រប់គ្រាន់ដែលខ្ញុំបានផ្ដល់ឲ្យអ្នកកាលពីលើកមុនទេមិនសំខាន់ទេខ្ញុំនឹងផ្ញើវាទៅអ្នករាល់ថ្ងៃចាប់ពីពេលនេះទៅសូមឲ្យអ្នកមានការចងចាំល្អតើនរណាជានរណាវាដូចជាកញ្ចក់នៅក្នុងបេះដូងរបស់អធិរាជហេតុអ្វីបានជាហៅសត្វក្តានជាសេះហើយបញ្ច្រាស់ខ្មៅនឹងទីបំផុតខ្ញុំដឹងថ្ងៃនេះថាហេតុអ្វីបានជាម្ចាស់កត្រីប្រើអ្នកធ្វើជាកាំភ្លើងសិស្សអ្នកនិពន្ធអ្នកមិនមានខួរក្បាលតតែសោះតើអ្នកហ៊ានស្នេហ៍